បាទស្រីតើអ្នកនេះជាមួយខ្ញុំសាកសម័យម្ដងទៀតហើយនិយាយទៅថ្ងៃនេះគឺយើងមានសាច់រឿងថ្មីទៀតហើយសាច់រឿងនេះគឺរឿងប្លែកទេអ្នកទាំងអស់គ្នាដែលសាច់រឿងលើកនេះគឺតាក់ទងជាមួយនឹងបរិយាជនជាតិវៀតណាមតែគាត់ជាអ្នកធ្វើការប្រយុទ្ធសន្តិសុខម្ដងគឺឬក៏អ្នកយាមម្ដងឯងតែពួកដែលគាត់អត់បានបញ្ជាក់តែខ្ញុំគិតថាជាសន្តិសុខអ្នកយាមប្រយុទ្ធពួកគាត់អង្គុយមើលកាមេរ៉ាហើយគាត់យាមពេលយប់ហ្នឹងគាត់ដល់មិនដែលមានរឿងអីស្រាប់តែលើកហ្នឹងនិយាយថាជួបរឿងប្លែកដែរគាត់ធ្វើការពេលយប់ហ្នឹងអ្នកទាំងគ្នាហើយអ្នកទាំងគ្នាដឹងថាធ្វើការពេលយប់វាអាចយើងធ្វើជាអ្នកយាមកន្លែងឃ្លាំងឬក៏ហាងគេអីចឹងវាអាចនឹងជួបរឿងបែបហ្នឹងអ្នកទាំងគ្នានិយាយទៅមិនយូរមិនឆាប់អាចថាគុំតែថ្ងៃណាមួយវាអាចនឹងជួបណាអ្នកទាំងគ្នាអញ្ចឹងដូចសាច់រឿងនៅក្នុងនេះអញ្ចឹងគឺបុរសវៀតណាមគឺហ្នឹងគឺគាត់បានជួបសាច់រឿងហ្នឹងអូខេអញ្ចឹងចាប់ដើមដំបូងមកគឺគាត់ដងហ្នឹងនិយាយថាគាត់មកធ្វើការធម្មតាឲ្យមើលកន្លែងហ្នឹងទៅនិយាយថាវាដូចជាស្ងាត់ដែរអ្នកនរគ្នាកន្លែងធ្វើការរបស់គាត់ហ្នឹងមើលទៅលក្ខណៈថាវាស្ងាត់ហ្មងគាត់មកធ្វើអាពេលយប់យាមពេលយប់នោះគឺថាស្ងាត់ជ្រាបមួយគាត់ដើរថតជុំវិញតែយើងមើលទៅគឺថាស្ងាត់ជ្រាបហើយគាត់ដើរមើលកន្លែងនេះហើយគ្នាគាត់បាន scan ដល់កន្លែងហ្នឹងយើង scan ដើម្បីយើងចូលធ្វើការអីចឹងណាហើយជាធម្មតាគាត់ចូលធ្វើការអីធម្មតាវាមិនដែលមានរឿងអីទេផ្សេងតែថ្ងៃនេះគឺវាចាប់ដើមមានអញ្ចឹងណាហើយមើលកន្លែងធ្វើការរបស់គាត់ទៅមាន scan មុខ scan អីចឹងណាមើលកន្លែងធ្វើការរបស់គាត់ទៅលក្ខណៈថាដូចមានតែគាត់តែម្នាក់ឯងចឹងដូចអត់មានគ្នាអត់មានអីមកជួយយាមអីចឹងដូចជាគាត់មកកន្លែងធ្វើការហ្នឹងម្នាក់ឯងណាហើយកន្លែងធ្វើការរបស់គាត់ហ្នឹងវាលក្ខណៈថាត្រូវ scan ត្រូវមាន scan មុខហើយត្រូវដាក់លេខកូដលេខអីមកទៅរៀង security ខ្លាំងដែរហើយជាប់គាត់ក៏បានចូលមកដល់ក្នុងបន្ទប់កន្លែងគាត់ធ្វើការគឺមានកាមេរ៉ាមើលច្រើននិយាយទៅកាមេរ៉ាមើលប្រជុំវិញអាកន្លែងគាត់ហ្នឹងនិយាយទៅគ្រប់កលៀនណាគាត់អាចមើលឃើញណាហើយអ្នកនរគ្នាកន្លែងណាអត់មាននៅហេតុអីណាហើយស្រាប់តែបន្តទៅគាត់អង្គុយបានមកស្ទុះគឺស្រាប់តែមានគេគូអ្នកអត់នេះហើយខ្ញុំមិនដឹងថាមកគេនិយាយទៅគឺចូលមកគឺគាត់ថតលក្ខណៈថាយកអីបាំងអាទ្វារនឹងរបស់គាត់តែនៅកន្លែងគាត់វាលក្ខណៈថាវាមាន security ខ្ពស់ណាអ្នកអត់នេះវានិយាយទៅលក្ខណៈថាសុវត្ថិភាពខ្ពស់អញ្ចឹងវាមិនអាចមានគេងាយចូលមកបានងាយខ្ញុំបីតែគាត់មិនមកមុននឹងចូលទៅធ្វើការឃើញថាត្រូវ scan ត្រូវវាយលេខកូដវិញអីនិយាយទៅគឺថាខ្លាំងសុវត្ថិភាពខ្លាំងហើយអ្នកទាំងគ្នាគាត់ក៏បាននិយាយនៅក្នុងវីដេអូនោះគាត់អង្គុយមើលអាកាមេរ៉ាក្នុងបន្ទប់គាត់នឹងសុខតែមានលុយស្លេងគេគូទ្វារមកអ្នកទាំងគ្នាចាំមើលកន្លែងនេះចាំមើលដាក់ស្លេងអាកន្លែងគេគូទ្វារហើយអ្នកទាំងĐấy mày công ty có mùa ninh minh nữa đó យើងមើលតាមលក្ខណៈក្នុងវីដេអូនោះគឺឃើញគាត់យកកៅអីគឺថាមើលឡើងកងនឹងគ្នាមើល1 2 3ហ្នឹងកៅអីឡើងដល់តែ3កងនឹងគ្នាដូចបិទដាក់អាទ្វារហ្នឹងដើម្បីបិទចិត្តទៅណានិយាយតែឲ្យទូគាត់មានកលិចាក់ទ្វារកណ្ដាលប៉ុន្តែលក្ខណៈថាគាត់ត្រូវតែដាក់ទ្វារហ្នឹងបាញ់មកមានអារម្មណ៍ថាពេលយើងដាក់ទៅយើងបំបត្តិ feeling រៀងកុំឲ្យភ័យអញ្ចឹងយើងខ្លាចរបស់ដែលយើងមើលឃើញហ្នឹងទៅទ្វារចូលហ្នឹងមកចេះគាត់ក៏បានយកកន្លែងហ្នឹងមកដាក់បាំងទ្វារហ្នឹងមកតាំងទៀតអញ្ចឹងចាក់កលិមកតាំងហើយដាក់កន្លែងហ្នឹងមកតាំងទៀតអញ្ចឹងមើលទៅហើយគាត់មានភ័យនៅអត់មានដោយសារសលេងហ្នឹងគឺវានៅតែព្យាយាមគូទ្វារហើយគាត់ក៏បានមើលនៅក្នុងកាមេរ៉ាគឺគាត់អត់មានឃើញនិយាយទៅថាសលេងហ្នឹងវាគូទ្វារប៉ុន្តែយើងមើលតាមកាមេរ៉ាហ្នឹងទៅគឺវាអត់មានឃើញមនុស្សដែលនៅក្រៅតែត្រូវគូទ្វារហ្នឹងបើមិនមានមនុស្សគូទ្វារអញ្ចឹងយើងមើលតាមកាមេរ៉ាតែយើងឃើញថាមានមនុស្សមានអីអាហ្នឹងវាមិនសូវអីទេតែលក្ខណៈថាពេលមើលទៅវាហៅមើលទៅវាអត់ឃើញអ្នកអត់គ្នាតែគាត់មើលទៅក្នុងកាមេរ៉ាហ្នឹងទៅគឺអត់ឃើញដល់ពេលអត់ឃើញអញ្ចឹងវាអាចនឹងគិតថាជាអ្វីមួយដែលយើងអត់ដឹងច្បាស់ថាជាអីចឹងណាអាចថាជាអានឬក៏ខ្មោចអីហើយយើងអត់ដឹងថានៅកន្លែងហ្នឹងពីមុនវាមិនមកអីទេហើយបរិបទហ្នឹងគាត់ព្យាយាមទៅថតអាកន្លែងទ្វារហ្នឹងឲ្យមើលគាត់ព្យាយាមថតអាកន្លែងគេគូសទ្វារហ្នឹងហើយគាត់មើលតាមកាមេរ៉ាគឺវាអត់មានឃើញទេអ្នកនរគ្នាតែពេលអញ្ចឹងទៅគាត់មិនដឹងធ្វើមកគេនេះគាត់ព្យាយាមតាមទៅចិត្តចឹងណាអ្នកនរគ្នាគាត់កាន់កបិតទៀតគាត់កាន់កបិតព្យាយាមនៅដៃកាន់កបិតនៅដៃព្យាយាមតាមថាទុកដូចជាការពារខ្លួនអញ្ចឹងគេលោកមានមនុស្សអត់ខ្លះមនុស្សអីចឹងតែជាក់ស្ដែងវាមិនមែនទេ
បើសិនជាមានមនុស្សមែនអាហ្នឹងវាមិនសូវអីយើងសួរទៅចេះឆ្លើយតែនេះឬទៅស្លេចគូទ្វាឲ្យសំខាន់មើលតាមកាមេរ៉ាសន្តិភាពវាអត់ឃើញអញ្ចឹងណាអ្នកទាំងគ្នាមានឃើញគាត់មើលតាមកាមេរ៉ាសន្តិភាពគឺវាអត់ឃើញគាត់ search មើលឡើងនេះឡើងនោះចឹងទៅវាអត់ឃើញអញ្ចឹងហើយណាមួយនៅក្នុងកន្លែងធ្វើការរបស់គាត់ហ្នឹងគឺគាត់នៅតែម្នាក់ឯងទេអញ្ចឹងវារៀងបាក់ដែរអ្នកទាំងគ្នាណាគេទៅហ៊ានបើកឬក៏អីទៅតែចុងក្រោយគឺគាត់នៅតែបើកទេអ្នកទាំងគ្នាហើយគាត់អត់ដឹងនិយាយថាមិនទេព្រោះដោយសារអត់ដឹងថាត្រូវទៅណាហើយកន្លែងនេះគាត់មានប្រួយមួយដែរតែមើលទៅក្រៅចឹងគាត់បិទប្រួយនឹងវិញអាកាមកន្លែងនោះតពីវគ្គមុនអាកន្លែងប្រួយគាត់ហ្នឹងគាត់និយាយទៅក្នុងវីដេអូរបស់គាត់ឃើញគាត់ថតតតងកន្លែងហ្នឹងមានដូចមានមនុស្សស្រីសក់វែងទៅកន្លែងហ្នឹងដែរអ្នកនរគ្នាអាចចូលទៅឆែកនៅក្នុង TikTok គាត់បាននិយាយទៅវីដេអូនេះគឺខ្ញុំយកមកអស់ហើយដោយសារនៅក្នុង TikTok គាត់វីដេអូច្រើនណាស់ខ្លះនាទីវែងៗខ្លាំងមែនតើណាដល់សិតទៅដល់កន្លះម៉ោងអីទៀតមានវីដេអូខ្លះដល់កន្លះម៉ោងអញ្ចឹងខ្ញុំសង្ខេបតែខ្លីៗឯងហើយគាត់ដឹងថាត្រូវធ្វើមិនទេអ្នកនរគ្នាគឺគាត់ដឹកព្យាយាមថតតែកន្លែងហ្នឹងឲ្យយើងមើលហើយបន្ទាប់មកបានមកទុកគាត់ក៏បានបើកទ្វារចេញតែម្ដងអ្នកនរគ្នាឲ្យមើលទ្វាររបស់គាត់ហ្នឹងណាមានយន់ចេញអ្នកនរគ្នាអញ្ចឹងបានន័យថាអាហ្នឹងបញ្ជាក់ឲ្យថាកន្លែងហ្នឹងពិតជាកន្លែងដែលមានពួកចាំមែនអញ្ចឹងនៅកន្លែងមុខទ្វាររបស់គាត់ហ្នឹងគាត់បានដាក់យន់នៅកន្លែងបើកទ្វារហ្នឹងឃើញហើយគាត់ព្យាយាមចេញមកកន្លែងនេះលក្ខណៈថាលឺសលេងបើកទឹកលឺសលេងអីចឹងហើយមកអូ my god និយាយទៅអ្នកអស់គ្នាអូអានេះពិតមកម៉ែលេងបើកអានឹងចឹងមកហើយអ្នកអស់គ្នាសំខាន់ណាពេលយើងចេញទៅតអញ្ចឹងហើយអូអានេះច្បាស់ហ្មងអ្នកនរគ្នាមានកាត់តឲ្យផុតតស្ដែងកាមេរ៉ាស៊ីតមកហើយសំខាន់ណាលឺសលេងបើកទឹកឡើងពេញនឹងអ្នកនរគ្នាចូលទៅក្នុងលឺសលេងចុចទឹកលឺសលេងបើកទឹកលឺអីអ្នកនរគ្នាមើលទៅមុខទៀតទៅដល់ហើយនិយាយទៅគឺថារន្ធត់ខ្លាំងមែនតើណាបើយើងមើលតាមវីដេអូនិយាយទៅគឺថាញាក់សាច់តែOh my god និយាយទៅគាត់ព្យាយាមនិយាយថានៅនឹងវាអត់មានណាគេនៅតែប៉ុន្តែហេតុអ្វីគេលឺចឹងលេងគប់មួកមកចឹងមកណាបងអានេះតែតងវីដេអូនេះខ្ញុំអង្គុយ review ចឹងមកទៅព្រោះខ្ញុំមើលអត់អស់ដែរអ្នកនរគ្នាអញ្ចឹងខ្ញុំចាំមកមើលមួយអ្នកនរគ្នាមានគាត់កាន់កបិតមកតែអ្នកនរគ្នាគាត់កាន់កបិតមកលក្ខណៈថាទុកការពារខ្លួនណាអូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចទៅឆែកនៅក្នុង TikTok គាត់បន្ថែមបាននិយាយទៅ TikTok គាត់មានរឿងរ៉ាវតាក់ទងកន្លែងការងារនឹងច្រើនណាស់និយាយទៅគឺ TikTok របស់គាត់ដូចជាឈ្មោះ Womin ណាអ្នកអ៊ី Woton មើលជុំអ្នកនរគ្នាមើលទៅហ្នឹងហើយឈ្មោះ Wotron ហើយចាំមើលខ្ញុំដាក់ឈ្មោះលើហ្នឹងអ្នកនរគ្នាអាចទៅ search មើលបានណាចូលទៅក្នុង account គាត់ទៅគឺមានច្រើនមែនតើតាក់ទងជាមួយនឹងហេតុការណ៍ប្លែកៗតែប៉ុន្តែនេះខ្ញុំយកមកវាអត់តន់អស់ហើយនៅមានច្រើនយ៉ាងណាទូទៀតគាត់តែវីដេអូគាត់វារៀងវែងមានមកខ្លះដល់កន្លះម៉ោងខ្លះដល់15នាទីវាច្រើនណាស់ហើយនៅមានលើសនោះទៀតអ្នកនរគ្នាអាចទៅ search មកមានកន្លែងបើកទឹកកន្លែងអីចិត្តទៅគឺលក្ខណៈថារន្ធត់នឹងពិតស្ដែងមកចឹងអ្នកនរគ្នាចង់ដឹងថារឿងរ៉ាវវាបែបមិនអីបែបបន្តទៅមុខទៀតអ្នកនរគ្នាអាចទៅឆែកនៅលើ TikTok គាត់បានខ្ញុំដាក់ឈ្មោះឲ្យអ្នកនរគ្នាផ្សេងទៅគឺឃើញអូខេអ្នកនរគ្នាអញ្ចឹងសប្តាហ៍នេះគឺមានតែប៉ុណ្្នឹងទេជាមួយនឹងសាច់រឿងនេះគឺមានអារម្មណ៍ថាយើងទៅធ្វើការពេលយប់បន្ទាប់មកក៏ជួបរឿងរ៉ាវហ្នឹងព្រោះយើងអត់ដឹងថាការពីមុនគឺមានរឿងអីតាក់ទងនៅកន្លែងហ្នឹងទេហើយយើងអ្នកមកក្រោយនេះក៏ជួបរឿងអញ្ចឹងគឺមិនដឹងថាគួរតែលាឈប់ឬក៏នៅដែរអូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចទៅ search ចូលមើលបន្ថែមទៀតបានអូខេបើអ្នកនរគ្នាជួយចុចកុំភ្លេចចុច like ហើយ subscribe channel ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយៗបន្តទៀតបាយបាយ